អ្នកទាំងអស់គ្នាធ្លាប់អត់ពេលដែលកំពុងតែសប្បាយថតរូបសុកហ្នឹងស្រាប់តែទូរស័ព្ទរបស់យើងលោតសារបែបនេះឡើងអញ្ចឹងសារមួយនេះមានន័យថាទូរស័ព្ទរបស់យើងត្រូវបានពេញ memory ហើយជាទូទៅពេលដែលឃើញសារបែបនេះយើងតែងតែធ្វើការលុបរូបភាពចាស់ៗរបស់យើងឬមួយក៏លុប game កម្មវិធីធំៗចេញពីទូរស័ព្ទប៉ុន្តែនៅក្នុងវីដេអូមួយនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសាកល្បងជាមួយនឹងវិធីសាស្ត្រមួយនេះសិនមុននឹងអ្នកទាំងអស់គ្នាសម្រេចចិត្តនៅក្នុងការលុប game ឬមួយក៏រូបភាពចាស់ៗរបស់អ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់វិធីសាស្ត្រនឹងដែរយើងគ្រាន់តែធ្វើការចូលមកកាន់ Telegram របស់យើងមកបន្តមកទៀតយើងចូលមកកាន់ setting ហើយយើង scroll មកក្រោមរកពាក្យថា data and storage បន្តមកទៀតយើងមើលទៅកាន់ពាក្យខាងលើគេដែលមានពាក្យថា storage usage អញ្ចឹងដូចអ្នកនរគ្នាបានឃើញអញ្ចឹងគឺ Telegram បានធ្វើការខាច់ data របស់យើងមានន័យថា C memory របស់យើងហ្នឹងរហូតដល់ 7.5G អញ្ចឹងយើងគ្រាន់តែធ្វើការ click ទៅលើពាក្យថា clear entire cache ហ្នឹងមកបន្ទាប់មកយើង select យកអក្សរពណ៌ក្រហមហ្នឹង clear entire cache មួយទៀតដើម្បី confirm អញ្ចឹងពេលហ្នឹងយើងនឹងទទួលបាន space free ចំនួន 7.5G បន្ថែមទៀតសម្រាប់ធ្វើការថតរូបឬមួយក៏ download កម្មវិធីដែលយើងចង់បានអញ្ចឹងសម្រាប់គ្នាយើងដែលសួរថាតើ cache ហ្នឹងជាអីគេហើយបើសិនជាលុបទៅវាមានផលប៉ះពាល់អីដល់ Telegram របស់យើងអត់អញ្ចឹងខ្ញុំសូមនិយាយជាសាមញ្ញហ្មងមានន័យថា cache ហ្នឹងគឺ Telegram គាត់បាន store ទុកនៅ message ដែលយើងផ្ញើគ្នាទៅវិញទៅមកតាមរយៈ Telegram ហ្នឹងដូចជា voice message ដូចជារូបភាពឬមួយក៏ file document អីផ្សេងៗក្នុងគោលបំណងមួយពេលដែលយើងបើកមើលមួយសារទៀតទៅគឺវាអត់ត្រូវការ download ម្ដងទៀតទេអញ្ចឹងខ្ញុំសូមឧទាហរណ៍ជាក់ស្ដែងហ្មងទៅអានេះជារូបភាពពេលដែលយើងអត់ទាន់ clear cache មានន័យថាគឺវានៅ cache នៅក្នុងទូរស័ព្ទនឹងហើយចាំមិនថាយើងគ្រាន់តែធ្វើការបើកមើលគឺវា load មកតែម្ដងតែបន្ទាប់ពីយើង clear cache ហើយយើងចូលទៅកាន់ message ដដែលហ្នឹងគឺយើងអាចបើកមើលបានភ្លាមៗទៀតទេគឺយើងតែមើលធ្វើការ download ម្ដងសិនទើបយើងអាចបើក file ហ្នឹងបាន